បាទចឹងដើម្បីធ្វើការ cancel អីវ៉ាន់ដែលបងប្អូនធ្វើការកម្មង់នៅក្នុងគូប៉ាំងយកលុយត្រឡប់មកវិញឬក៏បងប្អូនច្រឡំក្នុងការកម្មង់ហើយចង់យកលុយនោះមកវិញអញ្ចឹងវិធីគឺងាយស្រួលទេអញ្ចឹងដំបូងបងប្អូនចូលមកកាន់គូប៉ាំងរបស់បងប្អូនមកបន្ទាប់មកទៀតបងប្អូនមើលមកក្រោមដែលគេមានដាក់ថារូបមនុស្សរូបក្បាលមនុស្សណាចុចលើនឹងមកបាទអញ្ចឹងដោយសារតែអ៊ីនធឺណិតខ្ញុំរៀង slow បន្តិចខ្ញុំនៅក្រៅបាទបន្ទាប់ពីបងប្អូនចូលឡើងច្បាប់មនុស្សនឹងហើយបងប្អូនមើលមកកាន់ពាក្យថាជូមូននេយ៉កឬក៏បងប្អូនមើលមកក្រោមក៏បានដែរកន្លែងជូមូននេយ៉កដូចគ្នាបងប្អូនមើលអីវ៉ាន់ដែលបងប្អូនកំងច្រឡំមកដូចខ្ញុំនេះគឺខ្ញុំធ្វើការកំងសាប៊ូមួយធុងខែ3ថ្ងៃទី19ថ្ងៃពហុមកនឹងមកដល់អញ្ចឹងណាអញ្ចឹងខ្ញុំចង់ cancel អីវ៉ាន់មួយហ្នឹងដើម្បីយកលុយវិញអញ្ចឹងខ្ញុំចុចចូលក្នុងនឹងមកបាទបន្ទាប់ពីចុចចូលហើយបងប្អូនចំណុចដែលបងប្អូនត្រូវមើលគឺបងប្អូនមើលមកលើមកកន្លែងគេដាក់ថាខ្យល់ជេវ៉ាលីយ៉ូកន្លែងហ្នឹងបានន័យថាយើងបានទូទាត់ប្រាក់រួចរាល់ហើយបន្ទាប់មកបងប្អូនមើលមកកាន់គេដាក់ថាសាំងភូមិជុនប៊ីជុងបានន័យថាកំពុងតែរៀបចំផលិតផលបានន័យថាគេរៀបចំផលិតផលឲ្យយើងណាបើសិនជាគេគ្រីសពូខៀវកន្លែងហ្នឹងគេរៀបចំផលិតផលឲ្យយើងហើយបន្ទាប់មកបងប្អូនមើលកន្លែងពាក្យថាភេសុងជុនប៊ីជុងបានន័យថាកំពុងតែធ្វើការដាក់ផ្ញើអញ្ចឹងចំណុចសំខាន់គឺកន្លែងភេសុងជុនប៊ីជុងនឹងឯងបើសិនបើកន្លែងហ្នឹងគឺមានសញ្ញាគ្រីសពូខៀវហើយបងប្អូនធ្វើការ cancel យកលុយវិញអត់បានទេគឺគេរៀបចំដាក់ផ្ញើមកឲ្យយើងហើយអញ្ចឹងបើសិនជាអត់តមានគ្រីសនៅកន្លែងចំណុចហ្នឹងទេបងប្អូនអាចធ្វើការ cancel យកលុយវិញបានបងប្អូនមើលមកក្រោមមកដើម្បីធ្វើការ cancel បងប្អូនមើលពាក្យគេដាក់ថា Chumun Chi So បានន័យថាលុបចោលការកម្មង់អញ្ចឹងបងប្អូនចុចលើនឹងមកបាទបន្ទាប់ពីបងប្អូនធ្វើការចុចហើយបងប្អូនមើលមកចំណុច3នេះបងប្អូនអត់ចាំបាច់គិតច្រើនទេបងប្អូនរើសខាងលើគេមកសាំងពូមីម៉ៅមេធ្វើជាអានស៊ឹមបានន័យថាខ្ញុំមិនពេញចិត្តអីវ៉ាន់ផលិតផលមួយហ្នឹងទេបន្ទាប់ពីបងប្អូនចុចខាងលើហ្នឹងហើយបងប្អូនមើលមកក្រោមខាងស្ដាំដៃគេដាក់ថាថានគេចុចលេខហ្នឹងមកបន្ទាប់មកបងប្អូនមើលមកក្រោមទៀតបងប្អូនមើលមកក្រោមគេដាក់ថាស៊ីនឆុងហាគីបាទអញ្ចឹងចំណុចកន្លែងនេះយើងចុចពាក្យថាហ្វាគីនខាងស្ដាំដៃហ្នឹងចុចមកបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេប្រសិនបើបងប្អូនយល់ថាវីដេអូនេះល្អមានប្រយោជន៍សម្រាប់បងប្អូនសូមជួយ Subscribe Channel ខ្ញុំម្នាក់មួយផងដើម្បីខ្ញុំផលិតវីដេអូថ្មីបន្តទៀតជូនបងប្អូនជួបគ្នាវីដេអូថ្មីបន្តទៀតបាយបាយ